tập tiếp xúc bong bóngទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅថ្ងៃនេះមករយៈនេះគឺខ្ញុំខានធ្វើវីដេអូដូចជាមួយខែ2ខែ3ខែទៅហើយបងប្អូនដោយសារតែរវល់ការងារខាងក្រៅច្រើនពេកបាទដោយសារ YouTube យើងវាកាក់សែនអញ្ចឹងទៅមិនសូវបានធ្វើទេមករយៈនេះគឺស្ងប់ស្ងាត់បន្តិចបាទខ្ញុំបើកមើល channel YouTube របស់ខ្ញុំទៅខ្ញុំឃើញបងប្អូនគាត់ខមមិនសួរខ្ញុំច្រើនតាក់ទងទៅនឹងបញ្ហាថ្មីដូចជាគេពងតែល្បីថាស្រុកខ្មែរយើងFacebook TikTok ត្រូវបានគេបើកឲ្យរកលុយហើយបាទខ្ញុំក៏បានឃើញព័ត៌មានហ្នឹងដែរដោយក្រសួងប្រៃសណីក៏បានបញ្ជាក់ដែរថា TikTok ត្រូវបានបើកឲ្យរកលុយនៅក្នុងស្រុកខ្មែរហើយអញ្ចឹងបងប្អូនត្រូវមិនទាន់ដឹងថាតើការបើករកលុយនៅស្រុកខ្មែរមានអីខ្លះដូចជាធម្មតា YouTube Facebook អីរបស់យើងគឺមាន monetization តាក់ទងទៅនឹងវីដេអូវែងវីដេអូខ្លីតាក់ទងនឹង subscription តាក់ទងទៅនឹងអីផ្សេងៗទៀតបាទអញ្ចឹងដើម្បីបងប្អូនដឹងច្បាស់ថា TikTok ដែលគេអនុញ្ញាតឲ្យរកលុយនៅស្រុកខ្មែរយើងហ្នឹងគឺរកលុយទៅលើមុខងារអ្វីខ្លះដែលគេបើកឲ្យអញ្ចឹងបងប្អូនត្រូវចូលទៅក្នុង TikTok តែម្ដងបាទអញ្ចឹងបងប្អូនចូលទៅក្នុងកម្មវិធី TikTok មកបាទនេះគឺជា TikTok របស់ខ្ញុំបាទអញ្ចឹងពេលបងប្អូនចូលមកដល់ TikTok គឺបងប្អូនចុចទៅលើ profile របស់យើងណាបងប្អូនបាទបងប្អូនចុចទៅលើ profile របស់យើងមកបាទនេះគឺជា TikTok របស់ខ្ញុំបាទអញ្ចឹងបងប្អូនទៅចុចទៅលើពាក្យថា TikTok Studio បាទចុចលើ TikTok Studio នេះគឺ TikTok Studio ដែលវាតែចេញមកថ្មីបាទអញ្ចឹងបងប្អូនស្កូលមកលើបន្តិចមកបងប្អូនឃើញកន្លែងខាងលើគេដាក់ថា monetization អញ្ចឹងនៅខាងក្រោមនេះមាន2ចំណុចឬក៏មាន2មុខងារដែល TikTok បានអនុញ្ញាតឲ្យរកលុយបាននៅស្រុកខ្មែរយើងហ្នឹងនៅខាងក្រោម monetization នេះគឺមានទី1គឺគេដាក់ថា live reward បាទទី2គឺ subscription អញ្ចឹង2មុខងារហ្នឹងហើយដែល TikTok បានបើកឲ្យស្រុកខ្មែរយើងរកលុយបាទបើយើងនិយាយទៅនេះគឺជាជំហានទី1ក៏ជំហានដំបូងហើយដែល TikTok បានអនុញ្ញាតឲ្យយើងរកលុយឬក៏ location របស់ប្រទេសខ្មែរយើងនឹងអាចរកលុយបានប៉ុន្តែតកតងនឹងចំណុចរកលុយនេះគឺបងប្អូនត្រូវសម្លឹងមើលថាមុខងារពីរហ្នឹងតើនៅស្រុកខ្មែរយើងអាចរកលុយបានទេ Live Reward ឬក៏ Subscription បើយើងនិយាយឲ្យច្បាស់ទៅគឺទោះបីជាបើកឲ្យរកលុយមែនប៉ុន្តែមុខងារពីរហ្នឹងដូចជាមិនអាចរកលុយបានទេបងប្អូន Live Reward ហ្នឹងយើងនៅស្រុកខ្មែរយើងដូចជាវីដេអូយើងបង្ហោះមកខ្លីៗมันអាច live វ៉ាន់វែងអីដូចជានៅស្រុកគេទេបាទអញ្ចឹងដូចជាមិនមានអីអាចរកលុយបានទេទី2គឺ subscription របស់យើងគិតទៅដូចជា star អញ្ចឹងបងប្អូនដូចជា star វាមិនមែនដូច star តែវាប្រហែល star ដែរចង់និយាយថាតើតែ friend ឬក៏អ្នកដែល follow យើងហ្នឹងគាត់ចាប់អារម្មណ៍យើងគាត់ចូលចិត្តយើងគាត់ឲ្យដូចជាឲ្យ star អញ្ចឹងដូចឲ្យ star ឲ្យកដោឲ្យចឹងធម្មតាអញ្ចឹងទៅបាទហ្នឹងជា fan គេឲ្យអញ្ចឹងមុខងារទាំងពីរនេះទោះបីជា TikTok បានអនុញ្ញាតឲ្យស្រុកខ្មែរយើងរកលុយហើយប៉ុន្តែយើងនៅតែមិនអាចរកលុយបានបងប្អូនដូចជាមិនអាចរកលុយអីបានអីទេតកតង live reward នេះបងប្អូនអាច live ខ្លះមានគេដាក់ live game អីខ្លះទៅគេអាចបានលុយទិញទួចវាមិនច្រើនទេដោយសារថាវាមិនសូវជាចំប្រហែលទេគ្រាន់ថានៅស្រុកខ្មែរយើងគេអនុញ្ញាតឲ្យរកលុយតែវាមិនដូចជានៅស្រុកនៅទីតាំងដែលគេបើកឲ្យរកលុយមុនគឺគេអាចរកលុយបានច្រើនស្រុកខ្មែរយើងគ្រាន់ថាវាជាជំហានដំបូងដែលយើងទទួលបានការប្រូពី TikTok មកចូលក្នុងស្រុកខ្មែរប៉ុណ្ណឹងបងប្អូនណាបាទមុខងារដែលបងប្អូនរកលុយរាល់ថ្ងៃជាមួយនឹង YouTube មួយ Facebook អីហ្នឹងគឺទាក់ទងនឹងវីដេអូវែងឬក៏វីដេអូខ្លីអញ្ចឹងនៅក្នុង TikTok នេះគឺមិនទាន់មានឲ្យរកលុយជាវីដេអូវែងវីដេអូខ្លីទេមុខងារហ្នឹងគេហៅថា Creator Reward អញ្ចឹងបើសិនជាឃើញ Creator Reward មួយទៀតបានយើងដឹងថា TikTok បានអនុញ្ញាតឲ្យស្រុកខ្មែរយើងរកលុយបានច្រើនបាទខ្មែរយើងចូលចិត្តធ្វើវីដេអូវែងវីដេអូខ្លីហ្នឹងអញ្ចឹងវីដេអូហ្នឹងហើយដែលធ្វើឲ្យខ្មែរយើងរកលុយបានច្រើនបាទហ្នឹង
chẳng một người là TikTok ban approve của dân cứ mình là pi thì admin creator reward ứng tề chẳng tụi bây chỉ viên mua tha ai đọc lôi bán bên tay dưỡng đôi chim mình bàn ai đọc lôi bàn thì về thòm đa toàn tham miền mua châu location trong TikTok bên tay dương nơi tụi mình ai đọc lôi ai bàn đôi kia đi ai thì bà chẳng trong lần khâm tha ní chia chấm hiên là 4 chấm hiên bẩn to tiết TikTok ai năng dọc bọc nghĩa creator reward nó màu chẳng dương bàn một nghĩa nắng bàn dương ai đọc lôi bàn chẳng 4 bà hai chạy tao là ca đọc lối cứ miền lệ khăn đấy chạy tao là bóng ôn ra miền đọc khay follow rồi có mà mơn nè lang tới mà mơn follower lang tới hay tệ tao là ca phọc video đài mình sexy mình ấy trở tiệt đó cô ca cái phần tiệt bà chẳng video đấyคือตัวน่ะtrongប្រាប់បងប្អូនដែលគាត់បាន comment នៅក្នុងវីដេអូរបស់ខ្ញុំហ្នឹងថាទោះបីជា TikTok បានអនុញ្ញាតឲ្យខ្មែរយើងរកលុយពេញសិទ្ធមែនប៉ុន្តែមុខងារដែលគាត់បញ្ចេញមកនោះដូចជាមិនបានឲ្យយើងរកលុយបានទេបាទបងប្អូនខ្លះគាត់មាន follow ច្រើនអញ្ចឹងបងប្អូនខ្លះក៏ TikTok គេផ្ដល់ឲ្យតាំងពីមុនមកគេអាចរកលុយបានហើយបងប្អូនខ្លះក៏គាត់ធ្វើ VPN ដាក់ location TikTok គាត់ហ្នឹងនៅចិននៅណាណីផ្សេងអញ្ចឹងទៅអញ្ចឹងវាធ្វើឲ្យគាត់រកលុយបានដែរបាទអញ្ចឹងបងប្អូនដែលរកលុយបានមុននោះគឺជាបងប្អូនដែលមាន subscribe ច្រើនហើយ TikTok ហ្នឹងគេ approve ឲ្យតែមិនមែន approve ឲ្យគ្រប់account TikTok ទេមាន TikTok ខ្លះក៏ approve ឲ្យខ្លះក៏អត់អញ្ចឹងទៅគេឲ្យមួយអញ្ចឹងណាហើយយ៉ាងទៀតបងប្អូនខ្លះគាត់ធ្វើ VPN អីដាក់ location នៅទីតាំងដែល approve ឲ្យរកលុយអញ្ចឹងមកគាត់អាចរកលុយបានតែប៉ុន្តែចំពោះមុខងារថ្មីពីរនេះគឺទោះបីជា TikTok approve ឲ្យស្រុកខ្មែរយើងប៉ុន្តែមុខងារពីរនេះដូចជាមិនអាចរកលុយអីបានទេបាទគ្រាន់ថាយើងគឺជាប្រទេសមួយដែលចូលទៅក្នុង location របស់ TikTok សម្រាប់ការរកលុយបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាយើងជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណច្រើនបាយបាយ